សុំទោសខ្ញុំច្រឡំស្មាំពុនខ្ញុំមិនហើយអូនដាច់សោះអូនបងសុំទោសអូនកុំអោបបងពេកបងសុំទោសណាប្រពន្ធបងឆ្កែឈួតខំតាំងពីក្មេងគ្នាអត់មានលុយចាក់ថ្នាំហ្មងឥឡូវដូចមិនទេដល់ខំគេខំអញពេញហ្នឹងអីណាហីអូនឯងឃើញអញ្ចឹងងាប់គ្នាប្រពន្ធខ្លួនឯងចានចេញហើយជប់បងជប់កន្លែងហ្នឹងឲ្យចតម៉ូតូឯងចតបានតែឡានចំអានេះនិយាយចេញមកមើលងាយទៅហើយឯងតែធ្វើការងាររបៀបអញ្ចឹងមេឯងបិទស្អែកខាងស្អែកហ្នឹងហ្មងហាងហ្នឹងណែឯងដឹងអត់ថាម៉ូតូនេះថ្លៃជាងឡានព្រុសទៀតអញប្រាប់ថ្លៃថោកក៏មិនសំខាន់ទេសំខាន់ឡានបានលុយធីបច្រើនជាងមេមកហេឡូតែឯងចាំបាក់រួចចតបានតើអូននេះចតបានមេចតបានតែសុំលុយមុនអូបងមានតលុយរៀងនៅខាងក្រៅ500លុយមាននៅក្នុងកង់ងាប់ហ่า500ហ្នឹងជីដល់ឡានឲ្យលុយ500មិនប្រកាសថាអ្នកមានឡានមានលុយគ្រប់គ្នាណា500ហ្នឹងទិញបានទឹកបរិសុទ្ធមួយដបដែរតាអូយចប់ត្មងចាញ់មេខ្ញុំដាច់ថយឡានអត់ឲ្យចតទេយកលុយវិញមេចេញអញគ្រប់ប្រណបត្តិមេមិញកូនចៅសេរីអាមួយជីឡានមិញទៅបាត់ឲ្យម៉ូតូមេចតបានឯងក្បាលខូចអានេះដល់ពេលអញ្ចឹងហៅអញសុំមេមុនហ្នឹងដេញអញចេញតែអីនេះតោះមេចតក៏បានដែរមកស្រហៅខ្លួនអញមេទៀតបាត់ចតទេហើយឃើញវាមិនស្ដីខ្មើណាស្អីគេហ្នឹងណាអូនឯងនិយាយនេះកាច់ណាសុទ្ធតែស្អីគេហ្នឹងអាម៉េចមួម៉ៅណាអូកុំកាច់ពេកចតទៅអញអត់ទេអូនកុំបោកហេឡូអូនឯងក្រោយកុំធ្វើការងារអញ្ចឹងណាមិនបាច់ចំបាច់អីធំបានបោកម៉ូតូនឹងខ្ទេចអស់ឥឡូវណាអូនចតអត់បានទេប្រពន្ធខឹងតែអូនតោះឡើងវិញមកមួយប្រពន្ធកុំខឹងពេកបងដឹងថាអូនធ្វើការងារច្រើនអូន stress អូនណាលុយធីបគាត់បានអីគាត់បានដែរបងសុំទុំមុនឯណាអរគុណច្រើនអូនងាប់អញទុនស្អែករួចត្រីដោះក៏រួចអត់ទាំងពីរអីមួយថ្ងៃហ្នឹងអូយឈប់សាច់មកនេះអីទៀតណាខុសញ៉ាអូយអញអើយអាម៉ូតូនេះក៏ពិបាកចុះទៀតខុសនេះមើលម៉ៅហ្មងមួយថ្ងៃនេះគ្មានបានញ៉ាំអីឃ្លានចង់ដាច់ពោះហីចុះអាណាដឹងបើសុំសុកវិញអញ្ចឹងម៉ែក៏អញ្ចឹងដែរមួម៉ៅហ្មងព្រមបានរត់ទៅចូលឡានផ្អើវិញហ្នឹងឥឡូវណាហេឡូសុំទោសខ្ញុំច្រឡំស្មាំពុនខ្ញុំមិនអញថារត់ចូលឡានឲ្យងាប់ខ្លួនឯងតាឥឡូវងាប់ប្តីនឹងមុនសិនអូយមិនបានមកងាប់បងមុនអញ្ចឹងណែមិនឲ្យងាប់មុនមិនដើមមិនទាន់ផុតបានហងទាញស្រីយំអោមអូយអត់តែចាយកច្រឡំហីមិនដឹងខ្ញុំថាទៅរកផ្ទះសនៈតាបតានេះបងនេះខ្ញុំដើរកាត់នឹងទៅគាត់ទាញខ្ញុំយកទៅមុនឯងថាបាយប្តីអីងាប់តាឥឡូវប្តីមានងាប់ណាស្រីប្តីអ្នកងាប់មុននេះមិនហើយអូនដាច់សោះអូនបងសុំទោសអូនកុំអោបបងពេកបងសុំទោសណាប្រពន្ធបងឆ្កែឈួតខំតាំងពីក្មេងគ្នាអត់មានលុយចាក់ថ្នាំហ្មងឥឡូវដូចមិនទេដល់ខំគេខំអញពេញហ្នឹងអីណាហីអូនឯងឃើញអញ្ចឹងងាប់គ្នាប្រពន្ធខ្លួនឯងចានចេញហើយតែបងប្រពន្ធម៉ែឯងមករឿងអីគេឃើញបន្ទិញបន្ទុំឲ្យម៉ែឯងមកផឹកឯនេះណែជិះរឿងរបស់ខ្ញុំអាកាចាស់មកនេះឆាប់ឈរចិត្តគេដល់កាទុកឲ្យខ្ញុំអ្នកបកស្រាយក៏បានដែរប្រពន្ធរបស់ខ្ញុំគាត់មួម៉ៅគាត់មើលកូនផងគាត់គិតលុយគិតកាក់ផងគាត់ខឹងសន្តិសុខមុខនោះផងគាត់ stress មិនដឹងថាធ្វើម៉េចបានប្រពន្ធបាត់ stress ទេអាណិតប្រពន្ធណាហើយមិនបាញ់ទៅប្រពន្ធដល់ថ្នាក់ហ្នឹងហើយមិនបាញ់មិននាំគាត់ទៅ Quick Beauty Spa ហើយអាហ្នឹងអីគេដោយបាញ់ stress ពីការងារអញ្ចឹងទៅកន្លែងហ្នឹងដឹងត្រូវហ្មងព្រោះនៅហ្នឹងមានសេវាកម្មកក់សក់ម៉ាសាបែបចិនហើយមានម៉ាសាបាត់ជើងទៀតដល់បាញ់ធ្វើពីសេវាកម្មហ្នឹងទៅដឹងស្រួលខ្លួនហើយសុបាយចិត្តហ្មងអូយលុយតែម្ដងតែប្រពន្ធនេះប្រពន្ធបងស្អាតហើយអារម្មណ៍ល្អហើយស្រស់ស្រាយទៀតហើយឆាប់បង្កើតកូនឲ្យបងផងតោះយើងអរគុណច្រើនកញ្ញាថ្ងៃនេះគឺខ្ញុំចង់ណែនាំបងប្អូនអរគ្នាឲ្យស្គាល់ជាមួយនឹង Quick Beauty Spa ដែលនៅទីនេះជួយបងប្អូនច្រើនមែនទែនជាពិសេសបងប្អូនដែលគាត់ stress នឹងការងារគឺថាត្រូវតែម្ដងបងប្អូនឆ្ងល់ហើយថាមិនបានគេទាញកពួកខ្ញុំអញ្ចឹងបងប្អូនអើយគឺគេម៉ាស្សាយើងនិយាយពីថាស្រួលតែម្ដងបាទអញ្ចឹងសម្រាប់បងប្អូនដែលគាត់ stress នឹងការងារគាត់មួម៉ៅគាត់អត់សប្បាយចិត្តអីមក Quick Beauty Spa នេះមកឲ្យគេម៉ាស្សាឲ្យបងប្អូនមកគឺថាធានាមកស្រស់ស្រាយទៅវិញធ្វើការយ៉ាងសប្បាយចិត្តតែម្ដងអញ្ចឹងឥឡូវនេះគឺគេចាប់ផ្ដើមកក់សក់ម៉ាស្សាបែបចិន90នាទីឲ្យខ្ញុំឲ្យបងប្អូនបាទនិយាយពីការម៉ាស្សាគេគឺថាមួយស្រួលខ្លួនតែម្ដង
បងប្អូនមើលគេញីក្បាលខ្ញុំហ្នឹងនិយាយពីថាស្រួលថែម្ដងនិយាយទៅដេកលក់បងប្អូនបាទវាស្រួលពេកហ៎ហើយគេមានអាកូនម៉ាស៊ីនគេនេះមួយគេអែកយើងនិយាយទៅគឺថាមួយយ៉ាងដែរបងប្អូនបាទ relax តែម្ដងហើយខ្ញុំដាក់លង្កេងលក់តែម្ដងបងប្អូនឃើញហើយបន្ទាប់មកទៀតគេចាប់ផ្ដើមបាញ់ទឹកដាក់សក់យើងហ៎បងប្អូនបាទគេដើម្បីគេកក់សក់បងប្អូនឃើញគេកក់សក់អត់គឺថាស្រួលខ្លួនតែម្ដងគេកក់អារបៀបតិចហើយគេញីកយើងហ៎បងប្អូនអូយនិយាយពីថាស្រួលខ្លួនតែម្ដងមានការម៉ាស្សាកដៃស្មានិងខ្នងបំបត្តិការឈឺចុកចាប់បំបត្តិការឈឺចុករយបរិវេណកដៃស្មាខ្នងហើយអ្វីដែលពិសេសគឺបំបត្តិ stress ធ្វើឲ្យយើង relax ស្រួលខ្លួនយប់ឡើងគេងលក់ស្រួលណាបងប្អូនហើយសម្រាប់ដំណាក់កាលទី3គឺយើងមានជាមួយនឹងការបិទម៉ាស់ភ្នែកស្អំភ្នែកថ្នាំចិនហើយអ្វីដែលពិសេសគឺមានការអបសក់ជាមួយនឹងថ្នាំបុរាណចិនអត្ថប្រយោជន៍គឺស្បែកមុខភ្លឺរលោងធ្វើឲ្យភ្នែកយើងបំបត្តិការស្លក់និងក្តៅភ្នែកនិងជំនួយភ្នែកព្រមទាំងការអបសក់ថ្នាំបុរាណចិនធ្វើឲ្យស្បែកក្បាលបំបត្តិអង្គែសក់ព្រេងជ្រុះសក់បណ្ដោះសក់ធ្វើឲ្យសក់នឹងទន់និងរឹងមាំណាបងប្អូនហើយដំណាក់កាលទី4គឺម៉ាស្សាដៃជើងនិងខ្នងនិងសម្រួលចង្កេះផងដែរដូចជាបំបត្តិការឈឺចុកចាប់ដៃជើងនិងខ្នងនិងស្ពឹកស្ពុនដៃជើងខ្នងផងដែរណាបងប្អូននិយាយទៅគឺថាធ្វើឲ្យយើងស្រួលខ្លួនតែម្ដងបងប្អូនហើយសម្រាប់ដំណាក់កាលទី5បន្ទាប់ពីសេវាកម្មកក់សក់ម៉ាស្សារួចយើងមានការផ្លុំសក់ជូនអតិថិជន free ផងដែរបន្ទាប់ពីការកក់សក់ម៉ាស្សា90នាទីមានការម៉ាស្សាពីក្បាលដល់ចុងជើងរួចហើយអតិថិជនដែលជាភ្ញៀវគាត់ទទួលបានអារម្មណ៍ស្រស់ស្រាយស្រួលខ្លួនយប់ឡើងគេងលក់ស្រួលពេញមួយយប់តែម្ដងអូខេបងប្អូនអញ្ចឹងឥឡូវនេះគឺខ្ញុំចង់ណែនាំបងប្អូនអរគ្នាឲ្យស្គាល់ជាមួយនឹងការម៉ាស្សាបាតជើងតែម្ដងណាបងប្អូនបាទសម្រាប់ការម៉ាស្សាបាតជើងដំបូងគេដាក់ត្រាំទឹកហើយបងប្អូនឃើញអត់ថាពេលដែលយើងដាក់ត្រាំទឹកហ្នឹងគឺគេមានថ្នាំចិនដាក់ពីក្រោមមកវាធ្វើឲ្យជើងយើងស្រួលហើយបន្ទាប់មកគឺគេចាប់ផ្ដើមដាក់ប្រេងហើយគេចុចជើងយើងណាបងប្អូនបាទគេចុចបាតជើងយើងដើម្បីឲ្យបាតជើងយើងហ្នឹងមានដំណើរការស្រួលសម្រាប់បងប្អូនដែលគាត់ឈរយូរគាត់រត់គាត់លេងបាល់លេងអីចឹងទៅពេលដែលគេធ្វើ style ហ្នឹងហើយគឺយើងធូរជើងមែនទេបងប្អូនបាទនិយាយទៅគឺថាមានអារម្មណ៍ស្រួលខ្លួនមួយយ៉ាងដែរហើយអាពេលគេអែលដាក់ប្រេងហ្នឹងបងប្អូនខ្ញុំមានអារម្មណ៍ថាវារបៀបលមាស់ស្រួលណាវាស្រួលខ្លួនហ្មងនិយាយទៅវាលមាស់ផងហើយគេរឹតឲ្យផងនិយាយទៅស្រួលតែម្ដងបើមិនជឿបងប្អូនមកសាកមកហើយបន្ទាប់មកទៀតគេច្បាច់ស្មាយើងគេទាញដៃទាញជើងយើងគេញីក្បាលយើងណាបងប្អូនបាទហើយគេចាប់ផ្ដើមទាញកយើងបងប្អូនឃើញគេទាញកអត់នៅពេលដែលគេទាញកបងប្អូនឆ្ងល់ថាម៉េចក៏គេទាញកអញ្ចឹងទាញកអញ្ចឹងវាស្រួលខ្លួនបងប្អូនបាទនៅពេលដែលគេទាញកអញ្ចឹងអាពេលដែលយើងរោយកអីហ៎វាធ្វើឲ្យកយើងនឹងវាស្រួលដំណើរការល្អតែម្ដងហើយបងប្អូនកុំភ្លេចមក Quick Beauty Spa ណាបើសិនជាបងប្អូនគាត់ stress នឹងការងារគាត់រោយដៃរោយជើងរោយកអីគឺមកទីនេះមកគឺត្រូវឲ្យបងប្អូនបាទនៅពេលដែលបងប្អូនមកទីនេះហើយឲ្យគេម៉ាស្សាឲ្យហើយបងប្អូនទៅធ្វើការវិញទៅផ្ទះវិញគឺគេងលក់ស្រួលតែម្ដងហើយមិនតែប៉ុណ្ណោះហាសម្រាប់កាតសមាជិក VIP ទាំង4ប្រភេទនេះគឺថា the best តែម្ដងសម្រាប់ Diamond Card ចំណាយ$1000ថែម$200ទទួលបានការបញ្ចុះតម្លៃ 55% តែម្ដងហើយសម្រាប់ Gold Card ចំណាយ$600ថែម$100ទទួលបានការបញ្ចុះតម្លៃ 50% ហើយសម្រាប់ Silver Card ចំណាយ$300ថែម$50ទទួលបានការបញ្ចុះតម្លៃ 40% ហើយសម្រាប់ Simple Card ចំណាយ$150ថែម$15ទទួលបានការបញ្ចុះតម្លៃ 40% អញ្ចឹងរាល់ការចូលជាសមាជិកនឹងទទួលបានសន្លឹកឆ្នោតមានឱកាសឈ្នះរង្វាន់ជាច្រើនសរុបជាទឹកប្រាក់$11,168ណាបងប្អូនបាទអញ្ចឹងបងប្អូននៅចាំដំណើរទៀតកុំភ្លេចមក Quick Beauty Spa ទាំងអស់គ្នាណាហើយសម្រាប់ទីតាំងគឺស្រួលរកទេបាទគឺ Quick Beauty Spa គឺមាន3សាខាណាបងប្អូនបាទដែលសាខាទី1គឺនៅបឹងកេងកង310សម្រាប់លេខទំនាក់ទំនងទៅសាខាបឹងកេងកងគឺ096 22 22 285និង078 63 33 36ណាបងប្អូនហើយសម្រាប់សាខាមួយទៀតគឺសាខាសាលាអន្តរទេវី317ណាបងប្អូនដែលលេខនៅសាខាហ្នឹងគឺ095 713713និង087 713713ហើយសម្រាប់សាខាមួយទៀតគឺសាខាត្រឡោកបែក608ហើយសម្រាប់លេខទូរស័ព្ទតំណតំណងទៅសាខាត្រឡោកបែកគឺ015 715306អញ្ចឹងបងប្អូនបើសិនជាចង់ដឹងព័ត៌មានបន្ថែមទៀតបងប្អូនអាចធ្វើការតាក់ទងតាមเพจនៅខាងក្រោមនេះក៏បានដែរ